មាជិកសមាជិកានៃសកម្មជនគណៈបកសង្គ្រោះជាតិគេសង្កេតឃើញថាការចេញឃោសនារកសម្លេងឆ្នោតរបស់គណៈបកសង្គ្រោះជាតិនាព្រឹកថ្ងៃទី28ខែមិថុនាឆ្នាំ2013នេះមានអ្នកចូលរួមដង្ហែក្បួនប្រមាណជា200នាក់ក្នុងនោះមានម៉ូតូចំនួន78គ្រឿងនិងរថយន្តចំនួន9គ្រឿងរួមនឹងម៉ូតូកង់3មួយគ្រឿងផងដែរក្នុងពេលធ្វើក្បួនដង្ហែឃោសនារកសម្លេងឆ្នោតរបស់គណៈបកសង្គ្រោះជាតិនេះធ្វើឡើងចាប់ពីសង្កាត់មួយមិត្តតាមដងផ្លូវជាតិលេខ5ទៅជួបជុំគ្នានៅរង្វង់មូលជាប់ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ផ្ដើមអំពងសម្លេងឃោសនាប្រមាណ7កន្លះម៉ោងតែគ្មានប្រើអំពើហិង្សានិងប៉ះទង្គិចគ្នាទេពេលធ្វើដំណើរបន្តឃោសនាទៅមុខទៀតនៅតាមទីប្រជុំជននៅតាមទីផ្សារនានានិងនៅតាមភូមិនានាក្នុងក្រុងប៉ោយប៉ែតនៅក្រុងប៉ោយប៉ែតមានគណៈបកនយោបាយលើកស្លាកសញ្ញាមានចំនួន4គណៈបកទី1គណៈបកប្រជាជនកម្ពុជាទី2គណៈបកសង្គ្រោះជាតិទី3គណៈបកហ៊ុនស៊ុនប៉ិចនិងទី4គណៈបកសម្ព័ន្ធប្រជាធិបតេយ្យតែគណៈបកនយោបាយទីផ្សេងទៀតនោះគឺគណៈបកហ៊ុនស៊ុនប៉ិចនិងគណៈបកសម្ព័ន្ធប្រជាធិបតេយ្យមិនទាន់ធ្វើការឃោសនាដង្ហែក្បួនបោះឆ្នោតនៅឡើយទេលោកហៃបន្ថែមប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់អក្សរាណែតឲ្យដឹងថាគណៈបកនយោបាយចូលរួមបោះឆ្នោតមានចំនួន7គណៈបកនយោបាយទី1គណៈបកប្រជាជនកម្ពុជាទី2គណៈបកសង្គ្រោះជាតិទី3គណៈបកហ៊ុនប៉ិចទី4គណៈបកខ្មែរជប្រទី5គណៈបកសម្ព័ន្ធប្រជាធិបតេយ្យទី6គណៈបកសញ្ជាតិខ្មែរនិងទី7គណៈបកសាធារណរដ្ឋប្រជាធិបតេយ្យឈានថែពីក្រុងប៉ោយប៉ែតអក្សរាណែត